ស្របពេលអាមេរិកក្រោមរដ្ឋបាលលោក Donald Trump ប្រកាន់ជំហរតឹងរឹងសំបីតែសមាជិក NATO នោះសម្ព័ន្ធភាពយោធាជាង80ឆ្នាំនេះហាក់ប្រេះឆាដែលនាំឲ្យបណ្ដាសមាជិកនៅតំបន់អឺរ៉ុបខ្លះចង់បង្កើនសមត្ថភាពខ្លួនឯងវិញយ៉ាងណាមិញអគ្គលេខាធិការ NATO Mark Rutte បានប្រាប់បណ្ដាប្រទេសនៅអឺរ៉ុបឲ្យឈប់យល់សពទៀតប្រសិនបើគិតថាខ្លួនឯងការពារសន្តិសុខបានដោយគ្មានការគ្រប់គ្រងពីអាមេរិកនោះប្រសិនបើនរណាម្នាក់នៅទីនេះយល់ថាសហភាពអឺរ៉ុបឬអឺរ៉ុបទាំងមូលអាចការពារខ្លួនឯងបានដោយគ្មានអាមេរិកនោះសូមបន្តយល់សពទៀតចុះអ្នកមិនអាចធ្វើបានទេហើយយើងក៏មិនអាចធ្វើបានដែរយើងត្រូវការគ្នាទៅវិញទៅមកនេះជាសន្ទរកថារបស់លោក Mark Rutte ទៅកាន់សហភាពអឺរ៉ុបនៅទីក្រុង Brussels នៅថ្ងៃទី26 ខែមករាមេដឹកនាំ NATO រូបនេះបានព្រមានទៀតថាប្រសិនបើអឺរ៉ុបពិតជាចង់ដើរដោយខ្លួនឯងមែននោះប្រទេសទាំងនោះត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ 10% នៃផលិតផលក្នុងស្រុកសរុបហើយត្រូវបង្កើតសមត្ថភាពអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែលនឹងត្រូវចំណាយថវិការាប់ពាន់លានអឺរ៉ូបន្ថែមទៀតសម្រាប់លោករូថាក្នុងករណីនោះអឺរ៉ុបនឹងបាត់បង់អ្នកធានាសេរីភាពដ៏សំខាន់បំផុតគឺឆាតនុយក្លេអ៊ែររបស់អាមេរិកចំពោះមុខអ្នកនយោបាយអឺរ៉ុបលោកបាននិយាយបែបឌឺដងទៀតថាដូច្នេះហើយសូមឲ្យអ្នកមានសំណាងល្អមែនទែនទៅភាពតានតឹងក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចក្រោយពេលប្រធានាធិបតី Donald Trump បានបន្តជំរុញការទាមទារកម្មសិទ្ធិលើកោះគ្រោះអង់ឡុងប៉ុន្តែក្រោយមកលោកបានច្រានចោលការប្រើប្រាស់កម្លាំងបាយដើម្បីដណ្ដើមយកកោះនេះក្នុងអំឡុងពេលថ្លែងការណ៍នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ក្នុងសេចក្តីថ្លែងដដែលនោះលោក Rutte បានសរសើរលោក Trump ផងដែរចំពោះការលើកឡើងអំពីបញ្ហាសន្តិសុខនៅតំបន់អាកទិកដែលលោកទទួលស្គាល់ថាការការពាររបស់លោកចំពោះប្រធានាធិបតីអាមេរិកប្រហែលជាធ្វើឲ្យសមាជិកសហភាពអឺរ៉ុបជាច្រើនមានការមិនពេញចិត្តលោក Rutte បានបញ្ជាក់ថានឹងមានយន្តការការងារចំនួន2ទាក់ទងនឹងបញ្ហាកោះគ្រោះអង់ឡុងនេះទី1គឺ NATO នឹងទទួលខុសត្រូវរួមគ្នាបន្ថែមទៀតលើការការពារតំបន់អាកទិកដើម្បីទប់ស្កាត់ការឈ្លានពានពីសំណាក់រុស្ស៊ីនិងចិនទាំងផ្នែកយោធានិងសេដ្ឋកិច្ចទី2គឺបន្តពិភាក្សាត្រីភាគីរវាងអាមេរិក ដាណឺម៉ាកនិងគ្រោះអង់ឡុងគួររំលឹកផងដែរថាកាលពីដើមខែមករានេះរដ្ឋមន្ត្រីការបរទេសដាណឺម៉ាកនិងសមាភិកីគ្រោះអង់ឡុងបានជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក James David Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio នៅទីក្រុង Washington បើទោះបីជាជំនួបនោះត្រូវបានគេចាត់ទុកថាមានលក្ខណៈស្ថាបនាក៏ប៉ុន្តែការខ្វែងគំនិតគ្នាជាមូលដ្ឋាននៅតែបន្តកើតមានក្រោយមកលោក Trump និងលោក Rutte បានជួបគ្នានៅទីក្រុង Davos ជាទីកន្លែងដែលលោក Trump អះអាងថាបានឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រោះអង់ឡុងជាមួយប្រធាន NATO ហើយជាលទ្ធផលលោកបានសម្រេចចិត្តមិនដាក់ពន្ធគយលើបណ្ដាប្រទេសអឺរ៉ុបដែលធ្លាប់បានប្រឆាំងនឹងបំណងរបស់លោកខ្ញុំបាទសូរ៉ូវីសារព័ត៌មាន Digital ថ្មីV-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស